តើ AI tool ធម្មតានិង AI automation ខុសគ្នាយ៉ាងដូចម្តេចខ្ញុំមានឧទាហរណ៍សាមញ្ញមួយដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលយល់ AI tool ធម្មតាឧទាហរណ៍ប្រៀបបីដូចជាបងប្អូនទាំងអស់គ្នាដាំដើមក្រូចយើងនឹងទទួលបានផ្លែក្រូចហើយបើសិនបើយើងចង់បានផ្លែក្រូចនឹងញ៉ាំយើងត្រូវទៅបេះខ្លួនឯងអញ្ចឹងទាក់ទងការប្រើប្រាស់ AI ជាក់ស្ដែង AI tool មិនថា ChatGPT Google Gemini ឬក៏ Cloud AI នៅពេលដែលបងប្អូនទាំងអស់គ្នាបើកប្រើប្រាស់គឺយើងបញ្ចូល prompt អញ្ចឹងនៅពេលដែលយើងវាយ prompt បញ្ចូលនឹងវាប្រៀបបីដូចជាការដាំដើមក្រូចអញ្ចឹង prompt របស់យើងល្អយើងនឹងទទួលបានលទ្ធផលល្អហើយបើ prompt យើងអត់សូវល្អទេយើងក៏នឹងទទួលបានលទ្ធផលបានល្អដែរអញ្ចឹងបានជាខ្ញុំលើកឧទាហរណ៍ពេលបងប្អូនដាំក្រូចបងប្អូននឹងទទួលបានផ្លែក្រូចហើយបើដាំស្វាយនឹងទទួលបានផ្លែស្វាយអញ្ចឹងនៅពេលដែលយើងបញ្ជា prompt បែបនេះយើងនឹងទទួលបាន output តាមបែបដែលយើងចង់បានអញ្ចឹងបន្ទាប់ពីយើងបានលទ្ធផលបែបនេះហើយគឺយើងត្រូវចំណាយពេលនៅក្នុងការformat នៅ document ហ្នឹងឬក៏ផ្ញើឯកសារនឹងបន្តទៅទៀតដែលយើងត្រូវចំណាយពេលច្រើនចំណែក AI automation វិញគឺស្តៀងគ្នានៅពេលដែលបងប្អូនទាំងអស់គ្នាដាំដើមក្រូចគឺយើងនឹងទទួលបានផ្លែក្រូចក៏ប៉ុន្តែក្រូចនឹងចិត្តរបកលាងទឹកហើយមានបំបិលម្ទេសឲ្យយើងហើយស្រាប់ហើយមានអ្នកប្រាប់យើងថាបងក្រូចនឹងអាចញ៉ាំបានហើយចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាកាន់តែងាយយល់ឧទាហរណ៍ថាខ្ញុំមាន input មួយប៉ុណ្ណេះគឺខ្ញុំចង់ឲ្យ AI សង្ខេបនៅរបាយការណ៍នៃការប្រជុំឲ្យខ្ញុំនឹងទៅបើក Telegram ដែលខ្ញុំ set up automation Telegram bot មួយដែលខ្ញុំ set up automation ពេលនោះ AI automation របស់យើងនឹងចាប់ផ្ដើមសង្ខេបនៅការប្រជុំនឹងដូចគ្នាក៏តែ format នៅក្នុងទម្រង់ស្អាតបែបនេះហើយមាន link ចូលទៅកាន់ Google Docs ដែលយើងអាច view នៅការប្រជុំហ្នឹងបានហើយបើសិនបើមានកន្លែងណាដែលត្រូវកែកុនឬក៏ចំណុចខ្វះខាតដែល AI សង្ខេបអត់បានល្អបងប្អូនទាំងអស់គ្នាអាចគ្រាន់តែចំណាយពេលនៅក្នុងការពិនិត្យមើលបន្តិចហើយបន្ទាប់មកយើងអាច forward នៅឯកសារហ្នឹងបន្តបានក៏ប៉ុន្តែបើសិនបើបងប្អូនទាំងអស់គ្នា set up automation ខុសពេលនោះសន្សើមជើងភ្នំតោយំសំក្តីអាណត្តិសត្រាចៅចាត់កំបិតអាចចាត់ដងអេងละครស្នេហ៍លោកហើយបើសិនបើបងប្អូនទាំងអស់គ្នាចង់ set up automation ឲ្យត្រឹមត្រូវបងប្អូនអាចរៀនធ្វើ automation បានដោយខ្លួនឯងតាមរយៈ roadmap ចំនួនថ្មីដោយបងប្អូនទាំងអស់គ្នាគ្រាន់តែ comment ពាក្យថា Skillnic AI automation roadmap ខ្ញុំនឹងទម្លាក់ roadmap នឹងជូនទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងប្រអប់សារ